ស្រូវហាងឈីងបានថ្លៃសេដ្ឋីស្រុកស្រែគឺបងតែនៅពេលនេះបងជីក្របីនៅឡើយទេមានប្រាំងរៀបការតិចកើតទៅពឹងម៉ែពឹងឪគាត់មានតែក្រែនឹងស្រមៃចង់ខ្លាយជាអ្នកមានដែរនឹងប្រាប់ឲ្យម៉ែចូលស្ដីជីវ៉ាធ្វើស្រែកាន់ស្រូវព្រឹងឡើយថ្នោតមានភ័ព្វត្រូវឆ្នោតមិនបាច់វាចាគោរពទិញយកឡានរូបต้องសុំវិឡាក្រោយរៀបការលែងភ័យមានច្រាច់ត្រោះបីជ្រុះសាច់គោមន្ទីស្រែ2 ហិកតាគេយាយបើស្រូវហាងឈេងបានថ្លៃសេដ្ឋីស្រុកស្រែគឺបងតែនៅពេលនេះបងជីក្របីនៅឡើយទេ